បងប្អូនថ្ងៃនេះបាទខ្ញុំបានមកដល់ក្រុងប្រសេនផ្ទាល់បាទជាមួយនឹងរថយន្ត Ford Ranger Wildtrak V6 ស៊េរីឆ្នាំ2026អញ្ចឹងថ្ងៃនេះខ្ញុំចង់មកប្រាប់បងប្អូនថាតើ V6 2026ខុសជាមួយនឹងរថយន្ត Wildtrak 2.0 Bi Turbo យ៉ាងម៉េចដែរបងប្អូនតាមដានទស្សនារបស់ខ្ញុំអ្នកគ្នាទី1តើតើជាមួយនឹងបណ្ណាបងប្អូនការរំលេចថ្មីជាមួយនឹង Line ជាមួយពណ៌ទឹកក្រូចបងប្អូនបាទខុសពី model ឆ្នាំ 2.0 បងប្អូនបាទឆ្នាំ2026នេះគ្នាតែខុស model 2.0 តែមានបណ្ណាពណ៌ប្រផេះបងប្អូនបាទតែនេះមក Line ថ្មីគឺពណ៌ខ្មៅលំលេចជាមួយនឹងឆ្នូតពណ៌ទឹកក្រូចបងប្អូនបាទជាមួយនឹងអ្វីដែលថ្មីសម្រាប់2026ហ្នឹងគឺ logo ថ្មីរបស់ Ford បងប្អូនបាទ logo ពណ៌សជាមួយនឹងទឹកប៊ិចបងប្អូនពីបងប្អូនតើតជាមួយនឹងម៉ាស៊ីនបាទ Ranger Wildtrak ម៉ាស៊ីន 3.0 V6 បងប្អូនបាទឥឡូវនេះគឺយើងមានតែ V6 ទេបាទការលក់នៅក្នុង showroom ផ្ទាល់បងប្អូនបាទម៉ាស៊ីន V6 ផលិតកម្លាំងបានរហូតដល់250 PS ជាមួយនឹងកម្លាំងរមួ600 Nm បងប្អូនបាទខុសពីម៉ាស៊ីន 2.0 បាទកម្លាំងតែ213 PS ទេបាទកម្លាំងរមួតែ500 Nm ទេបងប្អូនបាទអញ្ចឹង V6 បាទម៉ាស៊ីន6បងប្អូនខ្លាំងបងប្អូនបាទដល់ទី3បងប្អូនតើតជាមួយយ៉ាន់18 inch ថ្មីបងប្អូនបាទរំលេចជាមួយនឹង line ពណ៌ទឹកក្រូចបាទដែលជាមួយនឹង cover ប្រឡងបងប្អូនបាទ line ពណ៌ទឹកក្រូច3ឆ្នូតនេះរំលេចមើលទៅស្អាតមែនទែនបងប្អូនបាទហើយចំណុចទី4ដែលនៅចិត្តនេះគឺតកតជាមួយនឹង logo ថ្មីរបស់ Wildtrak គឺ V6 បងប្អូនបាទអញ្ចឹងកន្លែងនេះគឺ 2.0 បាទអត់មានទេបងប្អូនបាទតែ 3.0 ឥឡូវនេះគឺមានជាមួយនឹង logo V6 បងប្អូនបាទអញ្ចឹងចំណុចខុសគ្នាតិចប៉ុន្តែបាទមើលទៅស្អាតជាងមុនបងប្អូនចំណុចទី4ហ្នឹងគឺតកតជាមួយនឹង logo ថ្មីបាទដូចខ្ញុំនិយាយចឹង logo ថ្មីនៅខាងក្រោយនេះគឺ Ranger Wildtrak V6 នេះគឺ logo ពណ៌សលីទឹកប៊ិចបងប្អូនបាទអញ្ចឹងបងប្អូនចំណាំ26បាទ V6 គឺ logo ពណ៌សលីទឹកប៊ិចនេះឯងតែខាងក្រោយ design គឺនៅដដែលតែគ្រាន់តែថា line ខុសពណ៌ពីឆ្នាំ model Ranger Wildtrak 2.0 បងប្អូនបាទ line ជាមួយនឹងកាំងពណ៌ខ្មៅជាមួយនឹង sport bar ពណ៌ខ្មៅដូចគ្នាបងប្អូនបាទអញ្ចឹងមើលទៅស្អាតមែនទែនបងប្អូនមើលទៅបែប sport សម្រាប់រថយន្តពណ៌ប្រផេះនេះមើលទៅកាន់តែស្អាតទៀតបងប្អូនបាទចំណុចពិសេសនោះគឺជាចំណុចទី5បងប្អូនបាទដែលបងប្អូនដែលស្រឡាញ់ប្រភេទប្រអប់លេខ e-shifter បងប្អូនបាទប្រអប់លេខឥឡូវចំណុចប្រអប់លេខភ្លើងនេះគឺមានបំពាក់ទៅលើរថយន្ត Ford Ranger 3.0 នេះហើយបងប្អូនបាទអញ្ចឹងប្រអប់លេខ e-shifter បាទ10 វាអូតូបាទភ្ជាប់ជាមួយនឹងបាទកាពីតា 4A បាទដែលជាកាពីតាថ្មីបាទគេហៅថា 4 auto បាទឆ្នាំចាស់គឺយើងមានតែសំទោសបងប្អូន model ចាស់គឺយើងមានតែ 2X 4X និង 4L ប៉ុន្តែ model ថ្មីនេះបាទ e-shifter ក៏មានបាទ 4A ក៏មានដែរបងប្អូនបាទធៀបជាមួយនឹង Wildtrak V6 ជាមួយនឹង Wildtrak 2.0 បងប្អូនបាទមើលទៅបងប្អូនស្រឡាញ់បងប្អូនបាទបើស្រឡាញ់បងប្អូនអាចជួយមើលបាននៅសាខាទូរស័ព្ទឬក៏បងប្អូនអាចទំនាក់ទំនងមកលេខទូរស័ព្ទខ្ញុំនៅខាងក្រោមនេះបងប្អូនបាទអញ្ចឹងទីចុងក្រោយខ្ញុំបាទសូមអរគុណសូមគោរពលាបងប្អូន